nhom chẳng tay ao ra wow សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីទៀតហើយគឺដំណើរផ្សងព្រេងទៅលើភ្នំអូរ៉ាល់4ថ្ងៃ3យប់ឥឡូវនេះយកមកមើលការរៀបចំទាំងអស់គ្នាមុនចេញដំណើរគឺខ្ញុំត្រូវធ្វើការរៀបចំអីវ៉ាន់ដើម្បីស្ពាយឡើងទៅលើភ្នំអូរ៉ាល់ដោយសារអីវ៉ាន់ទាំងអស់ហ្នឹងគឺយើងអត់អាចយកធ្ងន់បានទេដោយសារយើងត្រូវស្ពាយដោយខ្លួនឯងណាចឹងហើយយើងត្រូវតែច្បាស់ថាអីវ៉ាន់ហ្នឹងយើងយកទៅគឺស្រាលហើយគ្រប់គ្រាន់សម្រាប់ប្រើប្រាស់សម្ភារៈចាំបាច់មួយចំនួនដែលយើងត្រូវយកទៅនិងសម្ភារៈដែលមិនចាំបាច់យកទៅហើយខ្ញុំបានធ្វើជាតារាង list ដើម្បីទៅរកទិញឬក៏រៀបចំហើយឥឡូវនេះគឺ list របស់ខ្ញុំមានដូចជានិយាយទៅសម្ភារៈហ្នឹងខ្ញុំរត់នឹកដាក់ខ្លះចឹងណាហើយណាមួយខាងក្រុមការងារគាត់បាន recommend ថាគួរយកអីចឹងណាដល់ពេលខ្ញុំខ្លាចផ្លិចចឹងទៅខ្ញុំតតសេចូលសភៅហើយបានយើងយកទៅទិញឬក៏រៀបចំដើម្បីកុំឲ្យយើងផ្លិចចឹងយើងអាចធីកវាម្ដងមួយការរៀបចំរបស់ខ្ញុំរៀងច្រើនដែរអ្នកគ្នាឧស្សាហ៍ទៅ4ដល់ទៅ4ថ្ងៃណោះហើយឡើង3យប់ទៀតណាមួយនៅតំបន់ហ្នឹងគឺអត់មានសម្ភារៈប្រើប្រាស់ទេបើយើងអត់យកទៅគឺអសន្នហើយណាមួយនៅតំបន់ភ្នំភាគច្រើនភ្លៀងចឹងត្រូវទៅយកឲ្យច្រើនហើយនេះសម្ភារៈដែលខ្ញុំបានរៀបចំមានកៅអៅមានហ្វុំលៀងមុខមានទាំងស៊ូភ្លៀងអាវភ្លៀងកាអៀកក៏មានដែរភេសជ្ជៈក៏មានទៀតព្រោះអីឲ្យតែឡើងភ្នំដឹងហត់ដែរអញ្ចឹងយើងត្រូវត្រៀមឲ្យបានច្រើនដើម្បីកុំឲ្យយើងខ្វះខាតនៅពេលប្រើប្រាស់អញ្ចឹងណាហើយសម្ភារៈដែលត្រូវត្រៀមទាំងអស់ហ្នឹងគឺសុទ្ធតែចាំបាច់ដែលយើងត្រូវប្រើពីព្រោះថាបើយើងអត់មានទេយើងអត់មានអ្វីប្រើនៅលើហ្នឹងទេហើយវាពិបាកខ្លួនយើងអញ្ចឹងណាហើយខ្ញុំឆ្លៀតដាក់សូកូឡាស្ប្រៃបាញ់មុខទៅខ្លះដើម្បីជាគេហៅថាធម្មពលពេលយើងដើរហត់អីអញ្ចឹងយើងញ៉ាំសូកូឡាញ៉ាំអីទៅវាជួយកម្លាំងយើងហ្នឹងហើយហើយស្បែកជើងយកទៅ2វាមានស្បែកជើងនេះស្បែកជើងពណ៌ក្រហមហ្នឹងសម្រាប់ពាក់ដើរនៅកន្លែងហើយនឹងស្បែកជើងសារ៉ែកមួយទៀតក្នុងករណីបើសិនជាស្បែកជើងគ្រប់ខ្ញុំសើមខ្ញុំមានអាហ្នឹងដូរហើយនឹងប្រអប់បាយដបទឹកហ្នឹងចំណុះ1លីត្រកន្លែងនេះយើងមករៀបចំទាំងអស់គ្នានិយាយរួមថ្ងៃហ្នឹងរៀបចំហ្នឹងគឺខ្ញុំរើវ៉ាន់ចង់អស់ពីទូមិនដឹងជាវ៉ាន់ស្អីខ្លះទេប៉ុន្តែរើកៅអត់ត្រូវដោយសារយើងទៅនោះវាពេលថ្ងៃវាក្តៅពេលយប់វាល្ងាហើយយើងត្រូវកាត់បន្ថយទម្ងន់ទៀតអញ្ចឹងទៅម្បាក់រើកៅមែនទែនខ្ញុំក៏សម្រេចចិត្តដាក់ប្រភេទកៅកីឡាទៅទាំងអស់ប្រភេទកៅហាត់កីឡាមានទាំងខោកីឡាអាវកីឡាអីរៀបចំដាក់វ៉ាលីនឹងវាតូចទៀតអ្នកនរគ្នារៀបទៅរៀបមករៀបអត់អស់ស្ពាយហើយក៏ធ្ងន់ហើយរៀបអត់អស់ទៀតក៏សម្រេចចិត្តដូរវ៉ាលីទៅយកអាវ៉ាលីមួយនេះវារៀងធំគ្រាន់សំតោមានវ៉ាលីឯងកាបូបដូរកាបូបហ្នឹងទៅរៀងធំគ្រាន់អាចដាក់បានច្រើននិយាយរួមដាក់សឹងទាំងអស់ហ្នឹងអីវ៉ាន់ប្រហែលហ្នឹងដាក់សឹងទាំងអស់ហ្នឹងបើគិតទៅមកកាបូបធំហ្នឹងគឺទម្ងន់ប្រហែល10គីឡូអ្នកនរគ្នាហើយខ្ញុំមានទូចតែមួយខ្ញុំស្ពាយ10គីឡូខ្ញុំស្ពាយដល់ឈឺស្មាមែនទេណាការទៅនឹងឈឺស្មាដោយសារធ្ងន់ពេកហើយណាមួយយើងឡើងភ្នំចម្ងាយឆ្ងាយតេះទៅតេះមកហ្នឹងឯងតេះវោះល្ងាចដោយសារពួកខ្ញុំប្រញាប់ដែរយ៉ាងតែគាត់ចេញពីសៀមរាបម៉ោង4ភ្លឺហើយយើងជិះតាមបាត់ដំបងហើយយើងចូលទៅពោធិ៍សាត់ចេញពោធិ៍សាត់ទៅកំពង់ឆ្នាំងហើយក៏ចាក់ឡើងទៅជើងភ្នំអូរ៉ាល់ហើយនេះគឺជាផ្លូវដែលគេជិះគោយន្តណាប៉ុន្តែពួកខ្ញុំអាចជិះឡើងទៅដល់ឥឡូវនេះយើងមកដល់ជើងភ្នំអូរ៉ាល់ហើយត្រៀមសម្ភារៈឡើងនៅវត្តឥឡូវយើងចេញដំណើរហើយយើងមានបងសហគមន៍ជួយស្ពាយអីវ៉ាន់ខ្លះដូចជាអាហាររឿនរឹងហើយខ្ញុំស្ពាយតាវ៉ាន់ខ្ញុំទេជាង10គីឡូនឹងឯងហើយយើងបានដាក់ឡាននៅវត្តអញ្ចឹងទីតាំងដែលយើងចេញហ្នឹងគឺវត្តណាអ្នកនរគ្នាឈប់សម្រាកតង់ទី1តែអត់ទាន់ដល់ទេឈប់តែកណ្ដាលផ្លូវយើងដល់បាន500ម៉ែត្រឈប់សម្រាក5ដងហើយ500ម៉ែត្រឥឡូវនេះយើងបានមកដល់តង់ទី1ហើយនេះគឺជាទេសភាពពីលើតង់ទី1ហើយក្នុងហ្នឹងគឺមានដើមពោពុទ្ធគយាដែលបានដើមពោធិព្រឹក្សដែលយកមកពីពុទ្ធគយានៅប្រទេសឥណ្ឌាក៏បានយកមកដាំនៅលើដំណាក់ទី1ដែរយល់នៅដំណាក់ទី1មាននេះច្រើនណាស់អ្នកនរគ្នាមានដំណាំហូបផ្លែច្រើន
មានចេកមានលហុងមាន passion មានម្ទេសមានអីអញ្ចឹងណានិយាយរួមនៅតំណទី1ស្តៀងគ្នាទៅនឹងកូនភូមិទូចមួយដែលក្នុងហ្នឹងគេដាំបន្លែបង្ការច្រើនសម្រាប់ឲ្យបងប្អូនយើងនៅពេលដែលគាត់ទៅដល់គាត់មានបន្លែបង្ការក្នុងការធ្វើម្ហូបហើយក៏មានជាគាត់ព្រះសង្ឃតូចមួយដែរលោកគង់នៅនឹងដែរបើសិនបើមានលោកមកពីចម្ងាយអញ្ចឹងក៏លោកអាចធ្វើសមាធិឬសូត្រធម៌កាន់សិលជារៀងរាល់ល្ងាចនៅតំបន់ហ្នឹងក៏បានដែរហើយនៅហ្នឹងគឺមានបន្ទប់ទឹកហើយមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយទឹកគេស្អាតមែនទែនបើសារទឹកហ្នឹងគឺគេត្រងពីទឹកជ្រោះពីលើភ្នំមកគឺថ្លាខ្យងតែម្ដងអត់មានល្អក់អត់មានស្លែទេហើយបន្ទប់ទឹកក៏ស្អាតដែរបន្ទប់ទឹកគឺស្អាតអាចទទួលយកបានហើយខាងនេះវិញគឺជារោងបាយនេះមានន័យថាកន្លែងដាំបាយកន្លែងញ៉ាំបាយអញ្ចឹងនៅពេលដែលយើងមកដល់គឺយើងមកធ្វើម្ហូបនៅកន្លែងហ្នឹងហើយនេះក្រុមការងារធ្វើម្ហូបនៅកន្លែងហ្នឹងដាំបាយហើយញ៉ាំបាយអីក៏នៅកន្លែងហ្នឹងដែរគឺយើងញ៉ាំជុំគ្នាទាំងអស់មិនថាក្រុមណាមកទេគឺក៏ញ៉ាំនៅហ្នឹងដូចគ្នាដែរដោយសារមានតែមួយរោងហ្នឹងទេហើយពូចុងភៅក៏ជាអ្នកនាំភ្ញៀវក៏ជាមេចុងភៅយល់គាត់អាចធ្វើមុខការងារបានច្រើនមុខងារគាត់ជួយជូនអីវ៉ាន់ផងគាត់ធ្វើម្ហូបដាំបាយស្លអីផងហើយដាំទឹកដាំអីក៏ក៏ពូជាអ្នកដាំបាយដែរនិយាយរួមនៅលើភ្នំយើងអត់មានទឹកញ៉ាំទេដូច្នេះយើងត្រងយកទឹកពីភ្នំហ្នឹងទឹកជ្រោះពីលើភ្នំមកនេះឃើញទេអាចារ្យធំហ្នឹងគឺយើងត្រងមកហើយយើងយកទៅដាក់ដាំឲ្យពុះហើយបានយើងច្រកដបទុកផឹកដើម្បីឡើងទៅជាន់ទី2ទៀតយល់រួមទឹកនៅហ្នឹងគឺអាចញ៉ាំបានអត់ល្អក់អត់កកហើយក៏អត់មានក្លិនអីដែរគឺដូចយើងទឹកធម្មតានៅក្រុងយើងដែរគ្រាន់ថាវាមិនទាន់ស្លាប់មេរោគឲ្យច្រោះអស់គឺអត់ទាន់ទេប៉ុន្តែបើថាដាំពុះហើយគឺមេរោគ 100% គឺងាប់អស់ហើយនេះដាំ passion ដែលអ្នកមុនគាត់ដាំអញ្ចឹងណាហើយមានដាំស្វាយមានដាំដូងយល់រួមមានដំណាំហូបផ្លែច្រើនមុខណាដែលអ្នកមុនគេឡើងមកគេបានដាំទុកឲ្យយើងប្រើប្រាស់អញ្ចឹងណាហើយនេះគឺអូដែលយើងចុះជំរាលចុះទៅអូខាងក្រោមយើងអាចមុជទឹកនៅអូខាងក្រោមក៏បានដែរគឺត្រជាក់ខ្លាំងមែនទែនអ្នកនរគ្នាទឹកនៅតំបន់ភ្នំនេះគឺត្រជាក់ខ្លាំងមែនទែនវាសឹងថាយើងយកតកដុំយកទៅដាក់ត្រាំនៅក្នុងធុងបេត្រូហើយយើងដងទឹកពីធុងបេត្រូនឹងយកមកងូតចឹងគឺត្រជាក់ស្រេបតែម្ដងប៉ុន្តែអត់នឹងងាទេគ្រាន់តែថាវាត្រជាក់ដោយសារលើភ្នំនឹងវាកម្ពស់ខ្ពស់ហ្នឹងវាត្រជាក់ហើយនេះខ្ញុំថតទេសភាពជុំវិញដំណាក់ទី1មានតាំងត្រួយ7មានអីហើយនេះនៅអាផ្ទះហ្នឹងផ្ទះមិញហ្នឹងគឺកន្លែងស្នាក់នៅមានន័យថាយើងអាចស្នាក់នៅពេលយប់ដោយការចងរឹងឬបោះតង់បាន3 4អត់បានច្រើនទេប៉ុន្តែបើយើងចងរឹងបានច្រើនជាងដោយសារផ្ទះហ្នឹងมันជាធំទេផ្ទះហ្នឹងទំហំវាជាខ្ទង់3 ម៉ែត្រ 5 ម៉ែត្រហ្នឹងឯងហើយកត់នោះគឺជាកត់របស់លោកអញ្ចឹងយើងស្នាក់នៅរួមគ្នាគឺនៅក្នុងផ្ទះធំមួយនេះឯងផ្ទះខាងឆ្វេងដៃហ្នឹងឯងហ្នឹងយើងស្នាក់នៅរួមគ្នាឥឡូវនេះសកម្មភាពក្រុមការងារគាត់ចាប់ដើមធ្វើម្ហូបសម្រាប់ញ៉ាំពេលល្ងាចស្លរបស់យើងល្ងាចហ្នឹងអត់មានអីទេគឺស្លបែបធម្មតាគឺស្ងោរតឡាត្រេងងៀតជាមួយនឹងបាយហើយដាំមើលអ្នកខាងនេះលួចលាក់តែឯងដាំឲ្យយើងជៀនស្រកខ្លះមកនឹងអាំងត្រេងងៀតខ្លះពីរួមអាហារនៅលើភ្នំគឺចាំបាច់ធ្វើតែជាអាហារក្រៀមហើយយើងអាចធ្វើស្លអីបានច្រើនមុខទេដោយសារបើយើងយកទៅបានទៅច្រើនពេកវាធ្ងន់អញ្ចឹងណាឥឡូវនេះយើងចាប់ផ្ដើមបន្តដំណើរព្រឹកថ្ងៃថ្មីគឺជាថ្ងៃទី2គឺយើងធ្វើដំណើរឡើងទៅដំណាក់ទី2ដែលជាដំណាក់យើងត្រូវបោះតង់សម្រាប់2យប់ទៀតចាអ្នកដែលមានតង់គេបោះតង់តែអ្នកដែលមានរឹងគេស្នាក់នៅរឹងទៅហើយផ្លូវឡើងវិញគឺថាចាប់ផ្ដើមវេទនាបន្តិចម្ដងហើយអ្នកនរគ្នាដោយសារចាប់ពីដំណាក់ទី1ឡើងទៅដំណាក់ទី2ហ្នឹងគឺយើងត្រូវឡើងភ្នំហ្នឹងមានន័យថាយើងចំណោតរហូតណាយើងចំណោតឡើងរហូតអត់មានចំណោតចុះទេអញ្ចឹងយើងប្រឹងមានន័យថាយើងទាំងស្ពាយអីវ៉ាន់ផងយើងប្រឹងឡើងភ្នំផងអញ្ចឹងវាធ្វើឲ្យយើងអស់កម្លាំងហើយហត់
ប៉ុន្តែវាមិនជាហត់ខ្លាំងដូចនៅពេលថ្ងៃទេដោយសារយើងចេញពីម៉ោង 6 ព្រឹកអញ្ចឹងវារៀងត្រជាក់ដែរអញ្ចឹងយើងដើរក្នុងអារយៈចម្ងាយដែលចោតខ្លាំងហ្នឹងគឺយើងដើរនៅពេលព្រឹកអញ្ចឹងវាអត់សូវជាគេហៅថា exhausted ភាសាអង់គ្លេសហ្នឹងហើយហើយមានតោងខ្សែពួរហើយឡើងតាមក្រំថ្មអ្នកទាំងអស់គ្នាមិនមែនជាផ្លូវរាបស្មើទេនិយាយរួមផ្លូវហ្នឹងគឺចោតហ្មងបើយើងគិតទៅធៀបជាមួយនឹងមុំវាស្តៀងនឹងមុំ45ដឺក្រេចំណោតបើយើងគិតជារៀងត្រីកោណណាបន្ទាត់ត្រីកោណខាងលើចុះមកក្រោមគឺវាចោតបែបហ្នឹងអ្នកទាំងអស់គ្នាហើយភ្នំថ្មព្រៃរស័យនិយាយរួមគឺរៀងលំបាកដែរបើសិនជាអ្នកឡើងភ្នំលើកទី1គឺខ្ញុំចាត់ទុកថាលំបាកតែចង់ប៉ុន្តែបើគេឡើងភ្នំពីរ 3 ដងហើយអត់ជាបញ្ហាទេពីព្រោះទោះឧបសគ្គយ៉ាងណាក៏យើងអាចឆ្លងកាត់បានហើយនៅលើភ្នំគឺមានជីវៈចម្រុះប្លែកមាននេះផ្សិតតិចកដោហើយទេសភាពពីលើភ្នំវិញគឺនិយាយពីថាស្រស់ស្អាតហ្មងអ្នកទាំងអស់គ្នាយើងមើលមកខាងក្រោមគឺយើងមានអាប់មានពពកមានអីអញ្ចឹងទៅយរួមគឺស្អាតហើយมันជាក្តៅប្រហែលទេគឺរៀងត្រជាក់ហើយនេះសញ្ញាព្រួញក្រហមដែលខ្ញុំដាក់ហ្នឹងគឺជាកន្លែងដែលយើងត្រូវដើរទៅនឹងឯងហើយកន្លែងហ្នឹងគឺជាកន្លែងដែលយើងត្រូវបោះតង់ឬក៏គេងស្នាក់អង្រឹងឯងគេហៅថាដំណាក់ទី2ឥឡូវនេះយើងបន្តដំណើរទៅទៀតហើយគឺចេញពីចំណតសម្រាប់ដំណាក់ទី2មិញហ្នឹងយើងដើរកាត់ព្រៃទៀតហើយព្រៃនេះព្រៃតូចទេវាមិនមែនជាព្រៃវាជាលក្ខណៈដើមស្មៅអីចឹងណាប៉ុន្តែវាខ្ពស់ដែរវាខ្ពស់ផុតក្បាលខ្ញុំទៅទៀតយើងដើរកាត់អានឹងរយៈចម្ងាយឆ្ងាយដែរអ្នកនរគ្នាមិនជាចិត្តប្រហែលទេគឺយើងដើរទៅដើម្បីដល់ដំណាក់ទី2ហើយតាមផ្លូវគឺមានជាលក្ខណៈផ្លូវរាបស្មើមានន័យថាដីវាអត់ខ្ពស់វាអត់ឡើងចុះហើយក៏មានតំបន់ខ្លះឡើងតំបន់ខ្លះចុះនិយាយរួមតាមផ្លូវហ្នឹងគឺមានគ្រប់សន្តានហ្មងផ្លូវតាមផ្លូវឡើងទៅដំណាក់ទី2ហ្នឹងគឺយើងទាមទារឲ្យមានការអត់ធ្មត់ជាខ្លាំងដើម្បីទៅដល់គោលដៅពីព្រោះបើសិនជាយើងរុញរាអញ្ចឹងយើងអត់អាចទៅដល់ទេហើយណាមួយយើងក៏មិនអាចចុះមកក្រោមបានដែរដោយសារវាដូចមានន័យថាយើងដើរដល់ពាក់កណ្ដាលផ្លូវហើយអញ្ចឹងយើងត្រូវតែមុខទៀតមានផ្កាមានអីគឺស្អាតស្រស់ស្អាតអ្នកនរគ្នាលើហ្នឹងគឺជីវៈចម្រុះគឺចម្បូរហើយកន្លែងនេះវិញគឺចោតខ្លាំងអ្នកនរគ្នានេះភាសាខ្ញុំថតកាមេរ៉ានេះទៅវាអត់សូវឃើញចោតហើយបើញើសវិញជោគក្បាលហើយនេះកន្លែងហ្នឹងមួកហើយនឹងសក់ញើសវិញគឺជោគក្បាលតែម្ដងដោយសារហត់ខ្លាំងមែនទែនហើយក៏ដាក់សុកាឡាមួយគ្រាប់ពីរគ្រាប់ទៅដើម្បីឲ្យយើងនឹងមានកម្លាំងពេលយើងឡើងភ្នំអញ្ចឹងយើងញ៉ាំសុកាឡាទៅមានកម្លាំងវាជួយឲ្យយើងនឹងមានកម្លាំងអត់សូវហត់ណាញ៉ាំតែសុកាឡាហើយចាប់ផ្ដើមចេញដំណើរទៀតហើយខ្ញុំនៅក្រោយគេនេះដោយសារអ្នកមុនគេឡើងទៅលើអស់ហើយខ្ញុំនៅក្រោយគេដោយសារដើរយឺតជាងគេណាមួយឈឺជើងណាមួយស្ពីវ៉ាន់ធុនហើយខ្ញុំអត់ដែលមានបទពិសោធន៍ឡើងភ្នំខ្ពស់អញ្ចឹងទេខ្ញុំធ្លាប់តែឡើងភ្នំទាបដូចភ្នំក្រោមដូចភ្នំបាខែងអីអញ្ចឹងណាអាហ្នឹងធ្លាប់ឡើងភ្នំបូកភ្នំអីគេភ្នំត្បែងអីហ៎ធ្លាប់ឡើងតែអាហ្នឹងជាប្រភេទកន្លែងស្រួលមានន័យថាគេមានចដាមានអីប៉ុន្តែភ្នំអរ៉ាល់នេះគឺ challenge មែនទែនដោយសារយើងឡើងហ្នឹងគឺអត់មានចណ្ដើអីទេគឺឡើងតាមជើងភ្នំយោតែម្ដងហើយចោតទៀតហើយឡើងតាមថ្មតាមអីនៅលើភ្នំហ្នឹងគឺសបូររីបើថារីវិញនិយាយពីថាយំឡើងតែហឹងយំដល់ថ្នាក់ស្ដាប់សំឡេងសត្វយំអត់សូវឮដោយសាររីឮជាងហើយដង្កូវវិញគឺមានគ្រប់ប្រភេទវាសម្បូរអ្នកនរគ្នាមានគ្រប់ប្រភេទហើយជីវៈចម្រុះនៅតំបន់ហ្នឹងគឺថាស្រស់ខៀវខ្ចីតែហ្មងណាពេលយើងឡើងទៅយើងបានឃើញជីវៈចម្រុះទាំងអស់ហ្នឹងគឺវាជួយសម្រាលអាភាពនឿយហត់របស់យើងបានមួយកម្រិតដែរពេលបិទតែយើងហត់មែនប៉ុន្តែនៅពេលដែលយើងបានឃើញជីវៈចម្រុះហ្នឹងទៅយើងមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តដោយការឃើញជីវៈចម្រុះហ្នឹងវាស្រស់ស្អាតណាស់អ្នកនរគ្នាស្រស់ស្អាតបើសិនអ្នកនរគ្នាបានទៅដឹងតែ fresh ដូចខ្ញុំអញ្ចឹងគ្រាន់ថាវារៀងហត់បន្តិចតែប៉ុណ្្នឹងឯងប៉ុន្តែបើសិនជាយើងធូធាអញ្ចឹងណាយើងអាចជួល
แนะนำភ្ញៀវឲ្យគាត់ជួយស្ពាយអីវ៉ាន់ឲ្យយើងទៅអាហ្នឹងវាជួយសម្រួលទម្ងន់យើងដែរយើងអត់សូវបាច់ស្ពាយធ្ងន់ទេយើងដើរតែខ្លួនស្ពាយទឹកអីទៅបានហើយឥឡូវនេះយើងមកដល់ដំណាក់ទី2ហើយទីលានដែលខ្ញុំថតបង្ហាញហ្នឹងគឺជាទីវាលដែលគេធ្វើសម្រាប់បោះតង់និយាយរួមមកកន្លែងទៅមកកន្លែងគឺបោះតង់បានច្រើនមែនទែនសឹងថានេះអាកន្លែងនេះគឺកន្លែងទីលានចាស់ដែលគេធ្វើប៉ុន្តែវានៅមាំធម្មតាទេអាចប្រើបាននៅឡើយអត់តន់ខូចអត់តន់អីទេអត់តន់ពុកទៀតហើយមកទីលានហ្នឹងបោះតង់ចូលប្រហែលជា30តង់អ្នកនរគ្នាធំណាកន្លែងហ្នឹងធំមែនទែនហើយចំណែកអាពណ៌ក្រហមខាងនោះវិញគឺគេទៅធ្វើថ្មីគេធ្វើស្តៀងគ្នាដែរសម្រាប់បោះតង់ដូចគ្នាអញ្ចឹងបើថាយើងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងមកភ្នំអរ៉ាល់ហើយគាត់មានតង់មានអីគឺអាចយកមកប្រើនៅនឹងបានទីលានសាលាល្អហើយសុវត្ថិភាពព្រៃឈើនៅតំបន់ហ្នឹងគឺសម្បូរទៅដោយព្រៃស្រោងព្រៃខ្ពស់ហើយដើមឈើធំហើយក្រាស់ខ្មឹកទៀតអ្នកនរគ្នាមកពេលដែលយើងចូលទៅក្នុងព្រៃបានដឹងថាអូខេព្រៃយើងនៅច្រើនមែនហើយនៅកន្លែងស្នាក់នៅហ្នឹងគឺគេមានបំពាក់សូឡាសម្រាប់បំភ្លឺពេលយប់សូឡាមានច្រើនគ្រាប់អញ្ចឹងពេលយប់ឡើងយើងអត់ល្ងឹតទេប៉ុន្តែបើសិនជាយើងមានជាភ្លើងទៅបំភ្លឺបន្ថែមទៀតក៏បានដែរអីទេតែគ្រាន់ថាវាអត់ងងឹតទេនៅហ្នឹងណាហើយនៅលើដំណាក់ទី2ហ្នឹងក៏មានជាកត់លោកមួយដែរនេះកន្លែងកត់ដែលលោកតែងគង់ពេលមានលោកនិមន្តមកអញ្ចឹងលោកតែងគង់នៅក្នុងកត់មួយហ្នឹងហើយក៏យើងមានជាបន្លែបង្ការស្តៀងគ្នាទៅនឹងដំណាក់ទី1ដែរប៉ុន្តែវាអត់ច្រើនមុខអញ្ចឹងឯងដោយសារនៅលើដំណាក់ទី2នេះអាកាសធាតុវាត្រជាក់ជាងដំណាក់ទី1អញ្ចឹងទៅរុក្ខជាតិខ្លះវាអត់សមជាមួយនឹងអាកាសធាតុអញ្ចឹងទៅអត់អាចដាំដុះបានប៉ុន្តែបើអ្នកទាំងអស់គ្នារោម្ទេសគឺមានមកកំ pl េមកទេសសម្បូរជាងគេម្ទេសហ្នឹងហើយគេមានដាំដើមផាសិនហើយមានជីខ្លះដែរអត់ច្រើនបានដែរចាជារួមនៅដំណាក់ទី2នេះកន្លែងស្នាក់នៅគឺធំទូលាយជាងដំណាក់ទី1ដោយសារកន្លែងស្នាក់នៅយើងមានឡើង3-4រោងអ្នកទាំងអស់គ្នាមាន3-4រោងច្រើនមែនទែនហើយកន្លែងនេះជាកន្លែងចុងភៅហើយនិងកន្លែងហូបបាយដែរអញ្ចឹងអាកន្លែងហូបបាយនេះដាក់បានគ្នា20-30នាក់អ្នកនរគ្នាកុំឃើញអញ្ចឹងតូចអត់មែនតូចទេអាតវែងនេះគឺមកចំហៀងនេះសឹងថា5-10នាក់អាខាងនោះ5-10នាក់ទៀតអញ្ចឹង30អញ្ចឹងយើងធ្វើរោងហូបបាយច្រើនអីច្រើនដើម្បីទទួលភ្ញៀវជាតិនិងអន្តរជាតិយើងដែលគាត់អញ្ជើញមកលេងអញ្ចឹងណាហើយក៏គេមានការត្រងជាទឹកភ្លៀងសម្រាប់ប្រើប្រាស់ក៏មានដែរប៉ុន្តែនៅលើភ្នំហ្នឹងមិនចាំត្រងទឹកភ្លៀងក៏បានដែរអ្នកនរគ្នាដោយសារអីនៅលើភ្នំមានទឹកជ្រោះហើយគេបានបំពាក់ប្រព័ន្ធបង្ហូរទឹកណាពីទឹកជ្រោះមកកន្លែងដាំបាយស្លហ្នឹងអាកន្លែងតិចទៀតខ្ញុំបង្ហាញអ្នកនរគ្នានៅជិតផ្លូវទៅបន្ទប់ទឹកហ្នឹងគឺគេមានជាអាងស្តុកទឹកមួយយ៉ាងធំដែលគេត្រងពីទឹកធ្លាក់មកអញ្ចឹងយើងតមកមើលរោងសិនណាកន្លែងនេះក៏ជារោងដាំបាយហើយក៏ជារោងស្នាក់នៅដែរហើយនេះគឺបន្ទប់ទឹកមិញមានបន្ទប់ទឹកដែលខ្ញុំបង្ហាញអ្នកនរគ្នានឹងឯងហើយខ្ញុំថតបានសัตว์ខ្ញុំអត់ស្គាល់ឈ្មោះវាទេប៉ុន្តែសัตว์ហ្នឹងគឺស្អាតបើសិនជាយើងមើលនៅក្នុងសម័យមើលសัตว์ឃើញពណ៌វាស្អាតវាមានពណ៌បៃតងចាស់ខ្មៅផងសផងយរួមគឺស្រស់ស្អាតនៅសัตว์នៅតំបន់ភ្នំអរ៉ាល់ហ្នឹងគឺស្អាតពីព្រោះអីរយៈកម្ពស់វាខ្ពស់ដែរ1000ជាងម៉ែត្រណាដំណាក់ទី2ហ្នឹងប្រហែលខ្ទង់1249ណានេះដូចខ្ញុំទាំងអល់ហ្នឹងគឺយើងដើរទៅគីឡូម៉ែត្រលេខ4មានថាយើងចេញពីដំណាក់ទី2ដែលយើងស្នាក់នៅហ្នឹងយើងដើរមកប្រហែលជា1គីឡូយើងដល់ដំណាក់លេខ4គេហៅគីឡូម៉ែត្រលេខ4អាហ្នឹងគីឡូម៉ែត្រលេខ4ហ្នឹងគឺរយៈកម្ពស់1249អាកាសធាតុគឺត្រជាក់អ្នកនរគ្នាអត់ក្តៅទេគឺអាចដើរបានប៉ុន្តែពេលយើងដើរយូរទៅវារៀងហប់ដែរអញ្ចឹងបើយើងទៅអាវដៃខ្លីក៏បានដែរអត់ល្ងាទេប៉ុន្តែគាត់ថាយើងប្រឈមមុខជាមួយនឹងសัตว์ដូចជាសัตว์ទាកឬក៏សត្វតកែខ្សាច់អីអញ្ចឹងណាតែអត់សូវមានច្រើនហ្មងទេដោយសាររយៈកម្ពស់នេះវាស្មៅអត់សូវស្ដុកហើយក៏វាអត់សូវមានស្មៅទូចនិយាយរួមទៅវាសម្បូរតែព្រៃធំអញ្ចឹងទៅអត់ជាបញ្ហាទេតោះតែយើងដើរជិតដល់កំពូលមនុស្សมันមានតកែខ្សាច់មានទាកមានអីដោយសារជិតដល់កំពូលព្រៃវាស្ដុកខ្លាំងជាងនឹងហើយវាសម្បូរស្មៅតាមជើងក្រោមណាអានឹងมันសម្បូរ
ខ្ញុំដើរខ្ញុំដើរនៅក្នុងព្រៃហ្នឹងចាប់ពីតំបន់យើងបោះតង់រហូតដល់កំពូលហ្នឹងក្នុងចំណាយពេលប្រហែលជាជិត5ម៉ោងក៏ប៉ុន្តែវាអាចលឿនជាងហ្នឹងប៉ុន្តែដោយសារតែយើងដើរផងយើងមើលសត្វផងអញ្ចឹងទៅយើងអត់បានសម្រុកលបឿនទេគឺយើងដើរតាមធម្មតាឃើញសត្វយើងមើលអត់ឃើញក៏យើងទៅមុខអញ្ចឹងណាហើយនេះគឺរយៈកម្ពស់ខ្ពស់ដែរ1300 1400ម៉ែត្រអស់ហើយដោយសារអីយើងឡើងកាន់តែខ្ពស់ទៅហើយមានអាប់ណាអ្នកនរគ្នាអានេះមានអាប់ណាដោយសារតែកាមេរ៉ាខ្ញុំវាថតទៅវារៀងភ្លឺតែជាក់ស្ដែងគឺអត់ទេអាប់សនេះអ្នកនរគ្នាឃើញទេមានអាប់សហើយតិចស្រែបអត់ល្ងាទេប៉ុន្តែតិចនៅតំបន់ហ្នឹងគឺតិចតែម្ដងហើយចុះអាប់មួយផ្លេតហ្នឹងចុះអាប់មកស្ទុះឡើងនេះមកវិញភ្លឺមកវិញធម្មតាមកស្ទុះទៀតចុះអាប់ទៀតដែរអញ្ចឹងតំបន់ហ្នឹងគឺងាយនឹងចុះអាប់មែនតើយើងចំណាយពេលនៅកន្លែងហ្នឹងប្រហែលជាខ្ទង់កន្លះម៉ោងដែរគឺយើងស្រាវជ្រាវរកសត្វផ្សេងក៏ដូចជាជីវៈចម្រុះផ្សេងហើយចង់ experience ជាមួយនឹងអាកាសធាតុត្រជាក់ហើយនឹងព្រៃឈើខ្ពស់និយាយរួមនៅកន្លែងហ្នឹងអត់សូវមានពលឺទេប៉ុន្តែស្អាតហើយត្រជាក់អត់ចេះហត់ទេបន្ទាប់មកយើងក៏បន្តដំណើរទៅមុខទៀតហើយផ្លូវគឺឡើងទៀតហើយដូចអ្នកនរគ្នាឃើញនៅក្នុងរូបអញ្ចឹងរៀងឡើងចំណោតចោតរហូតតែក៏មានកន្លែងខ្លះស្មើដែរស្មើរីថាយើងស្រួលដើរអញ្ចឹងណាហើយឆ្ងាយដែរអ្នកនរគ្នារសារពីគីឡូម៉ែត្រ1ទៅគីឡូម៉ែត្រ1គឺទឹកចម្ងាយវា1គីឡូប៉ុន្តែដើរវិញមិនមែន1គីឡូទេឆ្ងាយចាយើងដើរបដើយើងមើលសត្វបដើហើយមិនយូរប្រហែលយើងក៏មកដល់គីឡូម៉ែត្រលេខ6ដែលមានរយៈកម្ពស់1706ម៉ែត្រគឺពិតជាកម្ពស់ដ៏ឆ្ងាយមែនទែនហើយគីឡូម៉ែត្រលេខ6ហ្នឹងក៏ជាគីឡូម៉ែត្រដែលបង្ហាញថាយើងបានចិត្តទៅដល់កំពូលហើយដល់ពេលដែលយើងដើរមកគេនឹងមានផ្លាកសូមស្វាគមន៍សហគមន៍អរ៉ាល់អញ្ចឹងណាហើយនេះស្មៅដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាមានតកែខ្សាច់ហ្នឹងគឺស្មៅនឹងឯងចឹងកន្លែងណាដែលមានស្មៅហ្នឹងណាគឺសបោតកែខ្សាច់មែនតែនអាតកែទូចអាហ្នឹងស្តៀងតកែឆ្កែហ្នឹងឯងប៉ុន្តែខ្លួនវាទូចមែនតែនហើយបើវាបឺតឈាមប៉ោងខ្លួនវាក្រហមហើយគឺស្បែកយើងនឹងឡើងកទួលកន្លែងវាខំហ្នឹងឯងហើយនឹងលមាស់ទៀតនេះអញ្ចឹងឥឡូវនេះយើងបានមកដល់កំពូលភ្នំអូរ៉ាល់ហើយដែលមានរយៈកម្ពស់1813ម៉ែត្រធីមការងារខ្ញុំកាត់បានមកដល់មុនខ្ញុំបន្តិចដោយសារខ្ញុំមកឡើងថតវីដេអូឥឡូវនេះយើងបានសម្រេចគោលដៅរបស់យើងហើយម្នាក់គឺសុទ្ធតែអស់ដៃអស់ជើងហើយដោយសារឡើងមកតាំងពីម៉ោង7មកដល់កំពូលភ្នំអូរ៉ាល់នេះគឺនៅខ្ទង់ម៉ោង12ថ្ងៃត្រង់គឺមកដល់បាយថ្ងៃត្រង់ហ្មងហើយយើងតែងតែមានលោកខងងាយឬក៏ហៅថាអ្នកនាំភ្ញៀវគាត់តាមយើងរហូតដោយសារយើងបានជួលគាត់សម្រាប់ដំណើរកម្សាន្តហ្នឹងណាហ្នឹងហើយហើយពេលមកដល់កំពូលភ្នំអូរ៉ាល់ហ្នឹងគឺយើងត្រូវតែខ្ចប់បាយពីក្រៅមកហើយបើមិនចឹងទេអត់មានអីញ៉ាំទេព្រោះមកដល់កំពូលភ្នំនេះគឺហត់ហើយអត់មានអីនៅទីនោះទេសម្បីតែកន្លែងធ្វើម្ហូបក៏អត់មានដែរតែគេមានជាលក្ខណៈវត្តណាវត្តចាវត្តហ្នឹងគឺមានព្រះសង្ឃសំទោសមានព្រះសង្ឃមានព្រះពុទ្ធដែលគេតម្កល់សម្រាប់គ្រប់បូជាហើយនេះគឺជាបាយថ្ងៃត្រង់របស់ខ្ញុំមានសាច់ក្រកហើយនិងត្រីងៀតហើយក្នុងរយៈកម្ពស់នេះគឺយើងថតបានសត្វស្ទាំងខ្ញុំអត់ស្គាល់ប្រភេទទេតែជាប្រភេទស្ទាំងដ៏ធំមកគូវាមានមកគូអានេះខ្ញុំថតបានតែមួយទេដោយសារមួយទៀតនោះវានៅឆ្ងាយពេកថតអត់បានស្ទាំងនឹងធំមែនទេណានេះហើយវាហោះនៅរយៈកម្ពស់1813ម៉ែត្រហោះខ្ពស់ជាងភ្នំទៅទៀតវាអាចឡើងដល់រយៈកម្ពស់2000ម៉ែត្រដែរបើតាមខ្ញុំគិតគឺខ្ពស់ខ្លាំងមែនទែនចាហើយខ្ញុំក៏បានថតជីវៈចម្រុះផ្សេងទៀតដែលយើងឡើងតាមផ្លូវមកគឺវាមានភាពស្រស់ស្អាតមានដូចជាត្រចៀកកដោមាន
ផ្កាមានផ្សិតផ្សេងហើយក៏មានជាប្រភេទសត្វល្អិតហ្នឹងដូចជារៃដូចជាកញ្ចៃដែកអីចឹងតែខ្ញុំអត់សូវស្គាល់អស់ទេតែដឹងថាវាសម្បូរហើយបើផ្សិតវិញគឺសម្បូរច្រើនជាងគេចំណែកផ្កាមួយនេះវិញគឺចម្លែកវាដុះពីក្នុងដីមកគឺផ្កាតែម្ដងអត់មានស្លឹកទេហើយនេះសិតឈើដែលវាដុះនៅលើដើមឈើងាប់យរួមនៅលើភ្នំនឹងសម្បូរផ្សិតឈើផ្សិតច្រើនមែនទែនហើយនេះគឺសំណក់រៃហើយផ្សិតនេះធំចង់ប៉ិនបាត់ដៃតែខ្ញុំថតទៅវារៀងឃើញទូចតែពិតវាធំហើយនឹងប្រភេទបប្រក់នៅតំបន់ហ្នឹងគឺខ្ញុំសង្កេតឃើញថាវាមានរូបរាងស្រស់ស្អាតតែម្ដងហើយប្រភេទវាខុសៗគ្នាទៀតខ្ញុំសង្កេតឃើញបានខ្ទង់ជា3ទៅ4ប្រភេទដែរដែលខ្ញុំថតបានណាហើយក្នុងរយៈកម្ពស់ចាប់ពី1400ម៉ែត្រឡើងទៅមានវាហើយចំណែកស្មៅនេះវិញគឺក្នុងរយៈកម្ពស់1400ម៉ែត្រដែរចំណែកដើមនេះគឺខ្ញុំគិតថាវាស្តៀងជាមួយនឹងអាដើមអីគេដែលយើងប៉ះវាទៅវាសតោបវាស្វិតទៅវិញហើយនេះគឺជារយៈកម្ពស់ដែលខ្ញុំបានថតនៅជាមួយនឹងជីវៈចម្រុះដែលខ្ញុំបានថតហ្នឹងគឺ1600ម៉ែត្រជាងហើយនេះផ្កាហ្នឹងពេលវារីកធំវាคล้ายទៅជាពណ៌ស្វាយស្អាតណាស់អ្នកនរគ្នាហើយនេះផ្កានេះទៀតហើយខ្ញុំដាក់ពីរដងនិយាយរួមស្រស់ស្អាតជីវៈចម្រុះនៅទីនោះផ្កាច្រើនប្រភេទបើផ្កាមួយនេះវិញស្តៀងនឹងផ្កាម្លិះតែអត់មានក្លិនក្អូបទេហើយនេះសត្វរៃសត្វអីចង់បញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមទស្សនាវីដេអូរបស់ខ្ញុំហើយសង្ឃឹមថាយើងនឹងបានដើរលេងជុំគ្នានៅក្នុងអរ៉ាជើងក្រោយទៀតបាយបាយ